លើកទី1មកសាក់ញ៉ាំបាញ់កាញ់ក្តាមនៅច្បារអំពើដែលគេកំពុងតែល្បីនៅលើ TikTok នឹងខ្លាំងមែនតើហ្មងពេលហ្នឹងមិត្តភក្តិខ្ញុំគឺអុកខ្ញុំខ្លាំងមែនតើហ្មងថាទៅញ៉ាំបាញ់កាញ់ក្តាមរហូតហ្មងអញ្ចឹងទៅត្រូវជីពីទូកំពុងទៅដល់ច្បារអំពើដើម្បីញ៉ាំបាញ់កាញ់ក្តាមហ្នឹងសំខាន់ណាស់អ្នកលក់គឺជួបជាតិវៀតណាមហ្មងគ្នារូបរាងបាញ់កាញ់ក្តាមគឺល្វីអញ្ចឹងគេមានបាកាគេមានប៉ាតេហើយគេមានក្តាមមកចាហៀងអញ្ចឹងទៅតែខ្ញុំកំពុងតែអត់យល់ថាក្តាមហ្នឹងមកវាទៅជាពណ៌អញ្ចឹងវិញហើយនៅក្នុងហ្នឹងក៏មានសាច់ជ្រូក3ជាន់ស្ងោរដែរអ្នកគ្នាហើយមានដូចជាផ្សិតអីទៀតណាហើយនេះគឺគេញ៉ាំជាមួយនឹងឆាខ្វៃយើងដាក់វាដូចញ៉ាំពណ៌អញ្ចឹងណាអ្នកគ្នាក្តៅរសជាតិដែលខ្ញុំទទួលបានដំបូងគេហ្នឹងគឺវាឈ្ងុយចេញពីខ្ទឹមលីងណាអ្នកគ្នាហើយក៏បានដាក់មួយម៉ាត់ទៀតទៅហើយប្រាប់អ្នកគ្នាថាបាញ់កាញ់ក្តាមហ្នឹងគឺគេមានអាធម្មតាដែលវាអត់មានក្តាមហើយមួយទៀតហ្នឹងគឺដូចរបស់ខ្ញុំញ៉ាំអញ្ចឹងគឺក្តាមមកចាហៀងហើយមួយចុងក្រោយគេហ្នឹងគឺក្តាមទាំងមូលសម្រាប់តម្លៃវាវិញគឺខុសគ្នាពី$2អ្នកគ្នាមានន័យថាធម្មតា$2ក្តាមមកចាហៀង$4ហើយនឹងក្តាមទាំងមូលហ្នឹង$6ហើយមើលបកាគេអ្នកគ្នាពណ៌ដិតហ្មងហើយយកវាមកញ៉ាំជាមួយនឹងទឹកត្រីបុករបស់គេនេះអ្នកគ្នាអូយតំណងមែនតើទឹកជ្រលក់ហ្នឹងគឺគេយកអាខូចដែលគេធ្វើតែជ្រក់យកមកធ្វើតំណងមែនតើហើយឡើងឈ្ងុយដល់វគ្គរន្ធត់ហើយក៏រំភើបដែរអ្នកគ្នាញ៉ាំក្តាមហ្នឹងដាក់មួយម៉ាត់ទៅវាដល់ថាដូចរៀងល្វីងអ្នកគ្នាដំបូងនេះខ្ញុំគិតថាក្លូរូបរាងវាអញ្ចឹងតែដល់ពេលរសជាតិវាអត់អីចឹងណាក៏បានសួរមិត្តភក្តិខ្ញុំដូចគ្នាថាមានល្វីងដូចរបស់ខ្ញុំអត់ហើយគេក៏ថាល្វីងដែរខ្ញុំមិនដឹងថាថ្ងៃហ្នឹងដោយសារតែក្តាមគាត់ឬក៏មកពីអីវិញអ្នកគ្នាគឺវាពណ៌អញ្ចឹងខ្ញុំឃើញវីដេអូនៅក្នុង TikTok ដែលគេបានថតអីហ្នឹងគឺពណ៌លឿងល្អមកអ្នកគ្នាមើលទៅតំណងមែនតើខ្ញុំមិនអស់ចិត្តទេអ្នកគ្នាខ្ញុំនៅសាកញ៉ាំម្ដងទៀតប៉ុន្តែញ៉ាំអត់បានដោយសារតែវាល្វីងខ្លាំងពេកក៏ដល់ពេលចុងក្រោយមានអីមានតែញ៉ាំជាមួយនឹងជើងក្តាមហ្នឹងទៅបើខ្ញុំរេតបាញ់កាញ់ក្តាមមួយចាននេះគឺខ្ញុំឲ្យ5លើ10និយាយទៅរសជាតិគឺវាឆ្ងាញ់ឯងប៉ុន្តែតោះតែថងក្តាមមួយយ៉ាងទេសង្ឃឹមថាបើសិនជាខ្ញុំបានមកញ៉ាំម្ដងទៀតអត់ប៉ះក្តាមល្វីងចឹងចុះអ្នកកំពុងតែមើលនឹងវិញបានញ៉ាំបាញ់កាញ់ក្តាមហើយនៅ